as when while ពាក្យទាំង3នេះមានការប្រើប្រាស់ប្រហាក់ប្រហែលគ្នាដោយ as when while គឺជា conjunctions ជាឈ្នួបណាភ្ជាប់ល្បះមួយនិងល្បះមួយគេថាក្នុងករណីមួយចំនួននឹងការប្រើប្រាស់ as when while នេះមានអត្ថន័យដូចគ្នាប៉ុន្តែពេលខ្លះវាមានអត្ថន័យខុសគ្នាតិចតួចផងដែរវត្ត complex យើងមានការប្រមូលផ្តុំចុះតម្លៃ50%ចំនួន17វគ្គសិក្សាណាក្នុងកំឡុងពិធីបុណ្យចូលឆ្នាំ8នៃខ្មែរនេះគឺវគ្គសិក្សាទាំងអស់គឺបញ្ចុះតម្លៃទាំងអស់តែម្ដងហើយចូលការទៅ kidolearning.com ចូលសញ្ញាទ្រាប3ខាងលើស្តាំនេះចុចលើវគ្គសិក្សាឬក៏ courses បងនឹងឃើញវគ្គសិក្សាដែលបញ្ចុះតម្លៃរួចរាល់ណាគ្រប់វគ្គសិក្សាតែម្ដងអញ្ចឹងបងចាប់អារម្មណ៍អាចចូលបងចុះឈ្មោះណាចុចរបាយខាងលើនេះមានពាក្យចុះឈ្មោះបង្កើតគណនីបង្ការសិក្សាដោយស្វ័យប្រវត្តិខ្លួនឯងបានណាឬបងអត់ចេះទេអាចទៅ page នេះឬ check out report តាមរយៈ caption description វីដេអូនេះជាងការផ្ដល់ជូនមានកំណត់ត្រឹមថ្ងៃ20មេសា2025តែម្ដងគេថាយើងប្រើប្រាស់ use as when while នេះក្នុងអត្ថន័យថា during the time that ខ្មែរយើងមានន័យថាខណៈពេលឬក៏នៅពេលមានខណៈពេលអ្វីមួយកើតឡើងឬក៏នៅពេលអ្វីមួយកើតឡើងដើម្បីតភ្ជាប់ព្រឹត្តិការណ៍ចំនួន2 two events កើតឡើងទន្ទឹមគ្នាឬក៏កើតឡើងក្នុងពេលតែមួយឧទាហរណ៍ Another coach load of people arrived as we were leaving ណាគេថាមានក្រុមមនុស្សដែលជិះcoach ទូកណាទូកទំនើបណាមួយក្រុមទៀតបានមកដល់នៅពេលដែលពួកយើងកំពុងចាក់ចែងអញ្ចឹងas មានន័យថានៅពេលដែរខណៈពេលដែរឬក៏កំឡុងពេលដែលយើងចាក់ចែងមានការចាក់ចែងរបស់យើងកំពុងតែកាត់ឡើងស្រាប់តែមានមនុស្សមួយក្រុមទៀតបានមកដល់អញ្ចឹងវាភ្ជាប់សកម្មភាពមនុស្សមួយក្រុមមកដល់និងសកម្មភាពយើងចាក់ចែងនេះជាព្រឹត្តិការណ៍2កើតឡើងទន្ទឹមគ្នាណាឬក៏កើតឡើងតែមួយហើយគេថាយើងជាទូទៅញឹកញាប់ប្រើប្រាស់ពាក្យទាំង3នេះជាទម្រង់ past continuous ណាយើងដឹងគឺ past continuous ឬក៏ past progressive អតីតកាលកំពុងបន្តដើម្បីបង្ហាញពី background events គេថាព្រឹត្តិការណ៍ដែលកំពុងតែកើតឡើងឬក៏សកម្មភាពនៃព្រឹត្តិការណ៍ឧទាហរណ៍ when a man were not working in the field I have was milking the cows feeding the cows and the pigs គេថានៅពេលដែលបរិសុទ្ធទាំងអស់នោះគឺគាត់ទៅធ្វើការនៅក្នុងវាលស្រែខ្ញុំជួយmilking the cows ពេលថាច្បាច់ទឹកដោះគោហើយដាក់ចំណីឲ្យ cows នេះដូចជាកូនខ្ញុំអត់ចាំច្បាស់ទេកូនគោឬក៏កូនសត្វអីភ្លេចបាត់ហើយបងគាត់អាចឆែកមើលបានណាហើយនឹងដាក់ចំណីជ្រូកអញ្ចឹងវាបង្ហាញពី background events នេះការប្រើ when នេះក្នុងទម្រង់ past continuous ណាជាទម្រង់ past continuous ដូចគ្នាដែរ while he was working he often listened to music ពេលគាត់កំពុងធ្វើការគាត់បានស្ដាប់តន្ត្រីជាបង្ហាញពីសកម្មភាពកើតឡើងនៃការស្ដាប់តន្ត្រីរបស់គាត់ណាពី background event របស់គាត់គឺនៅពេលដែលគាត់ធ្វើការគឺគាត់ស្ដាប់តន្ត្រីគេថាយើងអាចដាក់ as when while clause នៅប្រយោគដែលមាន as when while នេះនៅពីមុខក៏បាននៅពីក្រោយ main clause ក៏បាននិយាយស្រួលយល់ទៅដាក់មុខប្រយោគក៏បានក្រោយប្រយោគក៏បានប៉ុន្តែចំណាំថាបើសិនជាពួកវាដាក់ណា when they come before the main clause វាដាក់នៅមុខប្រយោគគោលឬក៏ប្រយោគសំខាន់យើងត្រូវប្រើ comma សញ្ញាក្បៀសឧទាហរណ៍ as she was leaving the court ឃើញទេមានក្បៀសកន្លែងនេះពេលដែលនាងចាក់ចេញពីតុលាការ a crowd photographers gather around her ណាក្រុមដែលថតរូបហ្នឹងគឺប្រមូលផ្ដុំជុំវិញនាងអញ្ចឹងទៅអញ្ចឹងបបួលឃើញថាម៉េចគឺមានការប្រើប្រាស់នៅពីមុខប្រយោគយើងត្រូវប្រើcomma អានេះយើងទៅចំណាំណាមួយទៀត Stephen was very unhappy when things weren't going well for him បើសិនជាដាក់នៅក្រោយប្រយោគអញ្ចឹងអត់ប្រើ comma ទេភ្ជាប់នៅក្រោយប្រយោគ main clause តែម្ដងឬក៏ Lucy came into the room while he was
waiting ឃើញទេមានថាយើងដាក់វានៅក្រោយប្រយោគគឺអត់ប្រកម្មមាទេប៉ុន្តែបើសិនជាដាក់នៅមុខប្រយោគដោយករណីខាងលើនេះត្រូវដាក់ការប្រកម្មកម្មាយើងមើលការប្រើ s យើងប្រើ s ដើម្បីភ្ជាប់ឬក៏បង្ហាញនៅព្រឹត្តិការណ៍ពីរកើតឡើងទន្ទឹមគ្នា s យើងប្រែថាខណៈពេលដែលអញ្ចឹងសកម្មភាពអ្វីមួយកើតឡើងទន្ទឹមគ្នាឬក៏ជាមួយគ្នាក្រោយ s we use simple ឬក៏ continuous form ក៏បានហើយ the conscious form emphasize an action that interrupt or occurs during the progress of another action និយាយស្រួលយល់ទៅចាក់ខ្ញុំឧទាហរណ៍បងងាយស្រួលយល់ as she walked to the door she thanked them for a lovely dinner ណានៅពេលដែលនាងឬខណៈពេលដែលនាងដើរទៅទ្វារនាងបានអរគុណគេថាពួកគេសម្រាប់អាហារដ៏ឈ្ងុយឆ្ងាញ់អញ្ចឹងសកម្មភាព2នេះកើតឡើងទន្ទឹមគ្នាយល់ទេគឺដើរទៅទ្វារហើយនិយាយអរគុណសកម្មភាព2កើតឡើងទន្ទឹមគ្នាគឺឬក៏កើតឡើងជាមួយគ្នាតែម្ដងប៉ុន្តែបើយើងមើល as នេះគេប្រើទម្រង់ past continuous វិញម្ដងឬថា past progressive as they were signing the contract they noticed that the page was missing ខណៈពេលពួកគេកំពុងសញ្ញេកុងត្រាពួកគេកត់សម្គាល់ថាកុងត្រាមួយទំព័រវាបានបាត់មានន័យថាសកម្មភាពកំពុងតែសញ្ញេកើតឡើងស្រាប់តែការកត់សម្គាល់នេះណាឬក៏ការសកម្មភាពនៃការកត់សម្គាល់នេះវាកាត់ដាច់ណាសកម្មភាពដែលកំពុងសញ្ញេនេះសម័យមើលថាមុនពុសញ្ញេស្រាប់តែបើកกระดาษមើលទៅបាត់មួយទំព័រមានអញ្ចឹងណាអញ្ចឹងមានថាសកម្មភាពនៃការកត់សម្គាល់វាមកកាត់ផ្ដាច់សកម្មភាពសញ្ញេអានេះគេហៅថា past continuous ណាឬក៏ continuous form នេះវាកំពុងកើតឡើងហើយ past simple នេះវាមកកាត់ផ្ដាច់វាមកកើតឡើងផ្ដាច់សកម្មភាពកំពុងសញ្ញេនឹងតែម្ដងណាលក្ខណៈយើងសញ្ញេបើកទំព័រសញ្ញេស្រាប់តែការកត់សម្គាល់ការបាត់នោះគឺកើតឡើងអានេះបើសិនជាយើងប្រើវាជាទម្រង់មួយជា past continuous មួយទៀតជា past simple អញ្ចឹង past simple កាត់ផ្ដាច់យើងមើល when វិញម្ដងគេថា when គឺប្រើប្រាស់ជា completed event សកម្មភាពមួយកើតឡើងណានៅចំពេលសកម្មភាពអ្វីមួយទៀតកើតឡើងនៅក្នុងករណីនេះយើងប្រើ continuous verb នៅក្នុង main clause នៃពណ៌នាពីព្រឹត្តិការណ៍នោះ he was walking back to his flat when he heard an explosion នេះ he was walking back ណាមានថាគាត់កំពុងដើរទៅផ្ទះរបស់គាត់នៅពេលដែលគាត់បានឮសំឡេងផ្ទុះអញ្ចឹងការឮសំឡេងផ្ទុះកើតឡើងចំពេលគាត់ដើរសេរីនឹង s ខាងលើមិនដែរណាមានថាសកម្មភាព when ដែលជា past simple នេះវាមក interrupt វាមកកាត់ផ្ដាច់ឬក៏កាត់ឡើងចំសកម្មភាពកំពុងដើរយើងសម័យមើលថាយើងកំពុងដើរស្រាប់តែឮសំឡេងផ្ទុះកាត់ឡើងនេះហើយគឺជាសកម្មភាពបែបនេះពេលថាយើងប្រើជា continuous form ហើយ when យើងប្រើជា past simple អញ្ចឹងវាកាត់ផ្ដាច់សកម្មភាពដែលកំពុងកើតឡើងនៃការដើរយើងមើលឧទាហរណ៍បន្ថែមមកណានៃការប្រើទៅលើបរិបទមួយចំនួន when អាចមានន័យស្មើនឹង after ដែរណាឬក៏វាមានអត្ថន័យមួយទៀតថានៅពេលដែរហើយយ៉ាងម៉េចយើងមើលឧទាហរណ៍ when you open the file check the second page កន្លែងនេះយើងប្រែថានៅពេលដែរដូចគ្នានៅពេលដែលអ្នកបើកប្រអប់ឬក៏ឯកសារសូមពិនិត្យទំព័រទី2មានន័យថាម៉េច when កន្លែងស្មើនឹង after បើយើងប្រែយើងអត់ប្រែ after ទេយើងប្រែធម្មតាទៅនៅពេលដែលអ្នកបើកប្រអប់សូមឆែកទំព័រទី2អញ្ចឹងមានថាការបើកប្រអប់នេះគឺបង្ហាញថានៅពេលដែលយើងបើកវានោះណានៅពេលដែលយើងបើកវាហើយនោះអញ្ចឹងសូមពិនិត្យទំព័រទី2មានអញ្ចឹងបើកហើយមកពិនិត្យតាមក្រោយអត្ថន័យវាបែបហ្នឹងយើងប្រែថានៅពេលដែរណាគ្រាន់តែថាវាប្រកបអត្ថន័យថា after ឬក៏ I ate ice cream when I am on holiday ខ្ញុំញ៉ាំការ៉េមនៅពេលដែលខ្ញុំឈប់សម្រាកវិស្មកាលអញ្ចឹងនៅពេលដែលកន្លែងនេះមានថាឲ្យតែវិស្មកាលកើតឡើងគឺយើងញ៉ាំការ៉េមមកអញ្ចឹងសកម្មភាពពីរហ្នឹងគេថាកើតឡើងទន្ទឹមគ្នាកើតឡើងជាមួយគ្នាប្រែថានៅពេលដែលដូចគ្នាណា
ប៉ុន្តែគ្រាន់តែខាងលើនេះវាបង្ហាញពីសកម្មភាពមួយកើតឡើងចប់ហើយសកម្មភាពមួយទៀតកើតឡើងបន្ទាប់អានេះអត្ថន័យរបស់ when